មកកាន់ឋានសួគ៌ចាថ្ងៃនេះអូនលួចមកកាច់សម្បុកធ្វើម្ហូបលើពពកកុំលួចប្រាប់ព្រះអូនណាសេះតែបដាទូចលុញម្សៅទឹកសិនយ៉ាម្សៅនំចង់លោតឆាត់យកចុះទៅឋានកណ្ដាលបាត់សំណាងឲ្យអូនមានស្លាប់ហោះទៅចាប់តន់ប្រពឹសណាស់អូននំក្រូចដាក់ស្នូលសណ្ដែកចូលស្នូលទឹកនេះផ្អែមឈ្ងុយដល់ឋានប្រច័នហ្មងអូនសុំលួចញ៉ាំមួយម៉ាត់សិនកុំប្រាប់ម៉ាក់ទេវតាណាទីគាត់រឹបអូសយកស្លាប់អូនឥឡូវហើយប្រឡាក់ល្ងឲ្យឈ្ងុយខ្យល់ថាត់ល្ងហុយចូលជាមួយចំកណ្ដាស់ចេញមកដាក់បំពងក្នុងផ្ទះក្តៅៗផាច់អូយម៉ែអើយគ្រាប់បែកខ្លាញ់ឋានសួគ៌ទូកំភៃអូនមានស្លឹកឈូកមានធ្វើជាខែឡើយចង់ហូបរបស់ឆ្ងាញ់តោះតែហ៊ានប្រថុយតិចអីចាម៉ាំស្រួយក្រៅស្វិតម្សៅខាងក្នុងឈ្ងុយដល់ឋានព្រោះហ្មងអេបងទេវតាហោះកាត់នឹងសុំផ្លូវតិចណាជីអេមើលឈុតថ្មីអូនសិនក្រណាត់ទុនស្រួលហោះហើរខ្លាំងណាស់ចាថ្ងៃនេះសេវទេវតាមរកតនឹងនំបងមកឆាឡុតឆាគឺដាក់លោតចូលផ្ទះអូយម្សៅលោតនេះចង់លោតឆត់រយងចេញពីផ្ទះបាត់សំណាងឲ្យអូនចាប់បានតន់ឥឡូវដល់វគ្គបាច់មុនអាគមហើយចារយគ្រឿងបៃតងនិងគ្រាប់ពោតមាសចូលវ៉ាវស្អាតដូចគ្រាប់ពេជ្រអញ្ចឹងពុះហើយហ្វូសអូយផ្សែងហុយឈ្ងុយណាស់តែបាំងមុខអូនចិត្តឆឹងហ្មងសុំផ្លុំចេញសិនកុំឲ្យខូចសម្រស់សែហ្វដាក់ទឹកត្រីផ្អែមចូលណាអាអូននឹងគ្រក់ចង់លោតរត់ទៅណាអត់រួចពីកណ្ដាប់ដៃមាសអូនទេចាប់បានហើយជ្រលក់ទឹកត្រីផ្អែមអូយក្តៅតែស្រួយក្រៅខ្ទិះដូងរលាយក្នុងមាត់ឆ្ងាញ់កប់ហ្មងអូនជិះទូកថ្នល់មកដល់ក្រៅឈូកចាថ្ងៃនេះអូននឹងធ្វើញ៉ាំក្រៅឈូកញ៉ាំនៅលើទូកតែម្ដងបងប្អូនមើលណែក្រៅឈូកមានសរសៃវែងៗដូចវេទមន្តអញ្ចឹងដាក់សាច់ជ្រូកនិងបង្គាចូលច្របល់ចុះច្របល់ឡើងអូយអាអូនបង្គាចង់រត់លេងក្នុងទឹកបឹងឈូកមែនតែអត់បានទេចូលចានវិញភ្លាមច្របាច់ក្រូចឆ្មាបន្តិចឲ្យជូរអែមអូយជូរឡើងស្រាវថ្មិញអូនឯងម៉ែអើយតែធានាថាឈ្ងុយទឹកត្រីបុកឆ្ងាញ់កប់ហ្មងចាចុងក្រោយរយសណ្ដែកដីនិងស្លឹកជីពីលើវ៉ាវក្លិនឈ្ងុយហោះពេញបឹងឈូកឲ្យបងប្អូនធំក្លិនអត់ចាក្រៅឈូកស្រួយក្រឹបរសជាតិជូរអែមឆ្ងាញ់លេខ1ញ៉ាំនៅលើទូកមើលផ្កាឈូកអញ្ចឹងរឹតតែឆ្ងាញ់ទ្វេដងហ្មងចាសួស្ដីចាឃើញប្រឡាក់ម្សៅពេញមុខអញ្ចឹងដឹងតែមានរបស់ផ្អែមញ៉ាំហើយថ្ងៃនេះអូនមកធ្វើនំផ្លែអាយធានាថាផ្អែមស្អិតជាប់មាត់តែម្ដងចាក់ទឹកស្លឹកតើយពណ៌បៃតងចូលរួចច្បាច់អូយម្សៅនេះស្អិតដូចជើងតុកកែអញ្ចឹងមិនព្រមលេងដៃអូនសោះជួយផងម៉ាក់ឥឡូវយើងមូវាជារាងមូលរួចដាក់ស្ករត្នោតឲ្យជិតកដាលបោះចូលទឹកពុះផ្លុកចាំមើលណាពេលវាឆ្អិនវានឹងហែកទឹកដែកឡើងមកលើដូចកូនត្រីអញ្ចឹងយេខ្លាំងចេញមកទឹកក្តៅយើងយកវាមករមៀលជាមួយសាច់ដូងកោសយូនៅគួរចង់ញ៉ាំម្ល៉េះខាំមួយម៉ាត់ទៅស្ករត្នោតក្តៅរលាយហូរចេញមកផ្អែមជាប់ចិត្តហ្មងអ្នកណាខ្លះស្រាប់ទឹកមាត់ទៅធ្វើញ៉ាំទាំងអស់គ្នាណាអូយតិចឡើងញ័រផ្លោហើយបងប្អូនអើយថ្ងៃនេះអូនមកតមកដល់ភ្នំហុកកៃដូតិចណាតិចអញ្ចឹងបើបានបបរក្តៅហត់នឹងស្រួលខ្លួនមកយ៉ាមានព្រិលធ្លាក់ចូលចានអង្គអូនបាត់ព្រិលតិចណាយកចេញសិនប្រយ័ត្នបបរយើងខ្លាចជាការ៉េមបបរគ្រឿងឆាអង្គសិនអូផ្សែងហុយឡើងក្តៅឈ្ងុយសាហាវយើងមកហូបបបរដល់ភ្នំហុកកៃដូតែម្ដងម៉ាក់អើយលយចាក់ទឹកចូលរួចគ្របទុកឲ្យអង្គរីកផុយល្អឆ្លៀតពេលរងចាំអូនសុំយកដៃអាំងភ្លើងចង្ក្រានបន្តិចសិនត្រជាក់ដៃកអស់ហើយចាពុះហើយបបរអង្គរីកល្អណាស់ឥឡូវរយស្លឹកខ្ទឹមនិងខ្ទឹមបំពងពីលើបន្តិចពណ៌លឿងនិងពណ៌បៃតងគួរឲ្យចង់ញ៉ាំសន្លប់ហ្មងញ៉ាំបបរគ្រឿងក្តៅពេលកំពុងធ្លាក់ព្រិលអញ្ចឹងពិតជាកក់ក្តៅដល់បេះដូងហ្មងថ្ងៃនេះអូនមរកតមកលេងសួនផ្កាជប៉ុនតែអូនសុំធ្វើនំកងស្ករត្នោតខ្មែរយើងញ៉ាំកំដរមាត់តោះទៅធ្វើជាមួយអូនមុនដំបូងយើងត្រូវច្របាច់ម្សៅអង្គដំណើបសិនអូយម្សៅហុយប្រឡាក់ច្រមុះអូនស្កបោះបាត់ហើយតែអត់អីទេគួរឲ្យស្រឡាញ់តើមែនអត់ចាបងលុញវាឲ្យវែងរួចមូជារង្វង់ដូចកងដៃអញ្ចឹងមើលណែអូនពាក់កងដៃម្សៅមួយស្អាតអត់លេងសិនតិចទៀតយកទៅបំពងហើយបំពងក្នុងប្រេងក្តៅឲ្យឡើងពណ៌មាសហើយប្រយ័ត្នខ្លាញ់ផ្ទុះណាអូនឈររៀងឆ្ងាយបន្តិចអើយខ្លាចរលាកថ្មបំពងអូនឆ្អិនហើយយកមកប្រឡាក់ស្ករត្នោតរលាយវ៉ាវស្រោបនំកងយើងឡើងរលោងគួរឲ្យចង់ញ៉ាំម្លេះទេខាំមួយម៉ាត់ទៅស្រួយសម្បកក្រៅស្វិតខាងក្នុងផ្អែមស្ករត្នោតឆ្ងាញ់កប់ហ្មងញ៉ាំនំកងខ្មែរមើលផ្កាសាគូរ៉ាជប៉ុនមានក្តីសុខណា